សួស្តីពុកម៉ែបងប្អូនបាទមកទៀតហើយអញ្ចឹងនៅក្នុងបាទរដូវកាលគឺមួយឆ្នាំបាទធ្លាក់ភ្លៀងដល់ធ្លាក់ភ្លៀង1 មេ 2 មេអញ្ចឹងណាបងប្អូនបាទបងប្អូនប្រជាពលរដ្ឋអ្នកភូមិគាត់ទៅរកកង្កែបបងប្អូនអញ្ចឹងនៅពេលដែលធ្លាក់ភ្លៀងកង្កែបក្រាំងដែលវានៅតាមបាទត្រពាំងបឹងបួខាសទឹកហ្នឹងវាចាប់ដើមចេញបងប្អូនអញ្ចឹងចាប់បានកង្កែបទាំងនេះបាទគាត់យកមកលក់ឲ្យអញ្ចឹងក៏ធ្វើម្ហូបញ៉ាំតាំងព្រឹកតែម្ដងបងប្អូនបាទសម្រាប់កង្កែបមានរដូវកាលឆ្ងាញ់បងប្អូនអញ្ចឹងខែនេះគឺវាឆ្ងាញ់ដោយសារវាអត់ទាន់បានស៊ីអីទេទើបតែចេញពីរត់មកត្រូវគេចាប់តែម្ដងបាទភ្លៀងក្ដុំក្ដាំង1 មេគឺវាលុតវាចេញពីរត់មកហើយអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ខ្ញុំថ្ងៃនេះគឺបាទកង្កែបឆាគ្រឿងបងប្អូនហៅថាកង្កែបទ្រុងគ្រឿងហ្នឹងគឺយើងបាទចិញ្ច្រាំកង្កែបជាមួយនឹងគ្រឿងហ្នឹងឲ្យម៉ត់ដូចគ្នាអញ្ចឹងមកបងប្អូនបាទអញ្ចឹងបើចិញ្ច្រាំកាន់តែម៉ត់កាន់តែល្អបងប្អូនហើយយើងបាទមានគ្រឿងមានបាទបុកទៅហើយសម្រាប់លីងគឺមានបាទរំដេងជាមួយនឹងស្លឹកក្រូចសើចលីងបន្ថែមបងប្អូនសម្រាប់យើងឆាកង្កែបបែបហ្នឹងគឺយើងលីងឲ្យឈ្ងុយបែបហ្នឹងគឺឆ្ងាញ់តែម្ដងអញ្ចឹងបងប្អូនណាដែលចង់ញ៉ាំលក្ខណៈគេហៅថាកង្កែបបាទលីងជាមួយនឹងគ្រឿងគេហៅថាកង្កែបឆាគ្រឿងហ្នឹងបាទគឺយើងអត់ធ្វើតាំងដុំទេបាទធ្វើតាំងដុំអញ្ចឹងវាបាទរសជាតិមួយយ៉ាងអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំគឺបាទមួយយ៉ាងគេហៅថាបាទរំលឹកអនុស្សាវរីយ៍កាលពីនៅទូចបងប្អូនបាទម្ដាយខ្ញុំគាត់ធ្លាប់ធ្វើអញ្ចឹងឲ្យញ៉ាំឆ្ងាញ់នោះឆ្ងាញ់បាយអស់ច្រើនមែនតើបងប្អូនអញ្ចឹងខ្ញុំរំលឹកឡើងវិញហើយធ្វើបែបហ្នឹងញ៉ាំសាកមើលបងប្អូនហើយកម្រិតថាឆ្ងាញ់នឹងបែបណាដែរបងប្អូនធ្លាប់ញ៉ាំទេបាទបងប្អូនណាធ្លាប់ញ៉ាំបាទកុំភ្លេចបាទឲ្យមេដៃម្នាក់មួយផងបាទកង្កែបឆាគ្រឿងនេះបងប្អូនបាទងាយមែនតើបាទយើងលីងគ្រឿងឲ្យឈ្ងុយសិនបងប្អូនលីងគ្រឿងឲ្យឈ្ងុយហើយសម្រាប់កង្កែបក៏អញ្ចឹងដែរគឺយើងចិញ្ច្រាំវាឲ្យម៉ត់បាទចិញ្ច្រាំកាន់តែម៉ត់កាន់តែល្អបងប្អូនបាទចិញ្ច្រាំឲ្យម៉ត់ហើយយើងលីងគ្រឿងគល់ស្គ្រីមតែនៅក្រូចសើចបាទជាមួយនឹងគ្រឿងដែលយើងបុកហើយហ្នឹងគឺលីងវាឲ្យឈ្ងុយមកបងប្អូនបាទលីងបែបហ្នឹងលីងចុះលីងឡើងលីងចុះលីងឡើងឲ្យឈ្ងុយទើបយើងដាក់កង្កែបចូលបងប្អូនអញ្ចឹងយើងដាក់កង្កែបចូលតែម្ដងដែលយើងចិញ្ច្រាំម៉ត់ហើយហ្នឹងបាទហើយយើងបាទបន្ថែមគ្រឿងទៅតាមរសជាតិដែលបងប្អូនចង់ញ៉ាំបាទមានបាទប៊ីចេងមានបាទអំបិលនេះទៅទឹកត្រីនេះទៅតែប៉ុណ្្នឹងបាទអូខេតែម្ដងហើយសម្រាប់បងប្អូនណាដែលចង់ឲ្យរសជាតិកាន់តែឈ្ងុយបងប្អូនអាចថែមសណ្តែកដីបងប្អូនបាទសម្រាប់ខ្ញុំគឺអត់ដាក់ទេសណ្តែកដីបងប្អូនខ្ញុំអត់ចង់បានវារសជាតិកង្កែបបាទច្រើនសុទ្ធអញ្ចឹងបងប្អូនបាទរួចរាល់គឺតែប៉ុណ្្នឹងបាទជាការស្រេចសម្រាប់បាទកង្កែបទ្រុងគ្រឿងគឺបាទត្រូវបានបាទឆ្អិនឥឡូវហើយបងប្អូនដល់វគ្គញ៉ាំឥឡូវហើយអញ្ចឹងបងប្អូនសម្រាប់បាទការធ្វើម្ហូបញ៉ាំនេះបាទវាទាក់ទងទៅនឹងចំណង់ចំណូលចិត្តដែរអញ្ចឹងណាបាទសម្រាប់ខ្ញុំវិញគឺបាទចង់បង្ហាញពីចំណូលចិត្តវិញគឺខ្ញុំចូលចិត្តបាទធ្វើម្ហូបញ៉ាំបាទលក្ខណៈងាយជាពិសេសគឺបាទម្ហូបបែបជនបទអីអញ្ចឹងបងប្អូនបាទសម្រាប់ម្ហូបអ្នកខ្លះគេចូលចិត្តធ្វើលក្ខណៈបាទម្ហូបបែបអឺរ៉ុបម្ហូបបែបជប៉ុនអីចឹងទៅបាទសម្រាប់ខ្ញុំគឺម្ហូបខ្មែរយើងបាទដែលងាយជាមួយនឹងការបាទញ៉ាំបែបលក្ខណៈជនបទចឹងណាអញ្ចឹងអ្នកណាដែលចូលចិត្តបែបហ្នឹងបាទកុំភ្លេចបាទឲ្យមេដៃម្នាក់មួយផងបងប្អូនបាទអញ្ចឹងកង្កែបឆាគ្រឿងគឺចាប់ផ្ដើមឆ្អិនហើយបាទអញ្ចឹងឆ្អិនបែបហ្នឹងគឺយើងបាទបន្ថែមបន្តិចដីបន្តិចក៏បានដែរបើមានបាទមិនមានគឺទៅតាមហ្នឹងទៅបងប្អូនបាទសម្រាប់ខ្ញុំគឺថែមបន្តិចដីបន្តិចទៅបាទដើម្បីរសជាតិឈ្ងុយអីចឹងបាទបាទអរគុណពុកម៉ែបងប្អូនដែលបានមើលនៅវីដេអូនេះហើយកុំភ្លេចបាទបើបងប្អូនបាទមើលឃើញតោះខុសឆ្គងនៅកន្លែងណាបងប្អូនអាចបាទ comment ប្រាប់ផងហើយខន្តីអភ័យទោសចំពោះការបាទ
និយាយចំពោះវីដេអូនៃការធ្វើម្ហូបបែបនេះបាទដល់វាញ៉ាំហើយបងប្អូននេះបាទកង្កែបទ្រុងគ្រឿងគឺលក្ខណៈស្រួយម៉ត់បែបហ្នឹងបាទឆ្អិនហើយបងប្អូននេះសម្រាប់ខ្ញុំបាទចូលចិត្តញ៉ាំបែបលក្ខណៈបាយក្តៅហ៎បងប្អូនបាយក្តៅយើងយកមកបាទរយពីលើបាយញ៉ាំតែម្ដងបងប្អូនណាខ្លះដែលធ្លាប់ញ៉ាំបែបហ្នឹង អរគុណពុកម៉ែបងប្អូនបាទជម្រាបលាបាទបាយសុខសប្បាយសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀត